ជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះគឺមកបងស្នាញ់បងអីចឹងជាមួយបងជាមួយមេខ្ញុំអីចឹងបងប្អូនហើយជាមួយមិត្តភ័ក្ដិខ្ញុំហើយហ្នឹងមកតាមគេបងប្អូនមកត្រីមកអីចឹងបងប្អូនហើយហ្នឹងដែរបងប្អូនហើយគឺទិញត្រីមកពីផ្សារអាំងជាមួយមិត្តភ័ក្ដិអីចឹងហើយនេះមេខ្ញុំបងប្អូនអ្នកធ្វើការជាមួយខ្ញុំអញ្ចឹងមេខ្ញុំហើយអាទិភាពបែបនេះគឺនឹកឃើញអតីតកាលដែលផុតច្រើនឆ្នាំបងប្អូនហើយមេខ្ញុំគាត់ចូលចិត្តធ្វើ content វីដេអូដែរបងប្អូនឃើញវីដេអូគាត់ក៏ផ្លេចជួយមើលគាត់ផងហើយមកច្រើនបងប្អូនគាត់ថាបងគាត់បងសំណាញ់បងអីចឹងអស់ហើយនៅសល់តែខ្ញុំជាមួយពូម៉ាក់ខ្ញុំស្ទួយត្រីនៅចាំម៉ូតូអីចឹងបងប្អូនហើយថាត្រីហ្នឹងគឺស្ទួយអត់បានទេបងប្អូនគឺអត់មានត្រីទេបងប្អូនវាក់ស៊ីតែហ្មងបងប្អូននេះខំអីថាខ្ញុំទិញត្រីមកពីផ្សារទៅបងប្អូនគេថាអូបឹងទៅនឹងធំបងប្អូនអើយនិយាយថាបងគាត់ចូលចិត្តមកបងសំណាញ់បងអីចឹងហើយពូម៉ាក់ខ្ញុំគេយកបាសមកអញ្ចឹងគេច្រៀងផ្អើត្រីបើឲ្យអស់បងប្អូនអើយទៅហើយជាមួយមេខ្ញុំហ្នឹងបងប្អូនដាក់ចាក់បន្តិចទៅជាមួយមិត្តភ័ក្តិ3 4នាក់ហ្នឹងបងប្អូនមានអីបងប្អូនហើយត្រីអាំងបដាបងប្អូនណាត្រីយើងទៅបង្កាត់ភ្លើងឆេះដែរអញ្ចឹងបងប្អូនហើយត្រី2ហ្នឹងបងប្អូនគឺ5000ដែរបងប្អូនយកមកអាំងយើងខ្ជិលស្ទួយដឹងថាស្ទួយវាអត់បានអីចឹងបងសំណាញ់យូរអញ្ចឹងព្រោះបងបានមិនលឹងអត់អីចឹងបងអញ្ចឹងហើយយើងមិនទិញត្រីមកដាក់បដាទេបងវាលឿនអញ្ចឹងបងបើចាំបងគាត់បងត្រីយូរអីចឹងព្រោះគាត់បងប្រឡប់អីមកឥឡូវអាំងត្រីរហូតដល់យប់បងហើយជាមួយមេដាក់ចាក់បដាអញ្ចឹងបងត្រីតន់ឆ្អិនអញ្ចឹងអានេះត្រីក៏យើងឆ្អិនដែរបងមេខ្ញុំគាត់មកជួយប្រែជួយអីចឹងបងមេខ្ញុំក៏ចូលចិត្តធ្វើ content ដែរបងប្អូនធ្វើវីដេអូអញ្ចឹងខ្ញុំនិងមេខ្ញុំចូលចិត្តធ្វើដូចគ្នាហ្នឹងបងប្អូនឃើញទេសភាពបែបហ្នឹងបងប្អូននឹកឃើញកាលពីក្មេងអញ្ចឹងបងប្អូនបានត្រីអីចឹងទៅយើងអាំងបងប្អូនមកពេលមិនលឹកអញ្ចឹងបងប្អូនដាក់បកាយដាក់អីគឺសុវ័យមែនតែនហើយនេះយើងបានត្រីទេបងប្អូនតែយើងទិញត្រីមកពីផ្សារយកមកអាំងអីចឹងទៅបងប្អូនឥឡូវត្រីយើងឆ្អិនហើយយើងលើកយកទៅខ្លែបងប្អូនហើយនិយាយថាអែមណាស់ចឹងទៅហើយតែ3នាក់ទេបងគាត់តែបងត្រីអស់ហើយបងប្អូនអញ្ចឹងតែ3នាក់មេហ្នឹងយើងនៅចាំម៉ូតូបងប្អូនអញ្ចឹងហើយដាក់មកយូរអីទៅបងប្អូនចាក់មានអីបងប្អូនអែមនៅថា3នាក់ហើយត្រីគឺឆ្អិនបងប្អូនហើយតំណងជួយយ៉ាងបងប្អូនហើយមែនតើដល់ជាតិបងប្អូនហើយដាក់ជ្រក់មួយថងទៀតកាន់តែអែមបងប្អូនហើយខ្ញុំក៏មកធ្វើវីដេអូជាមួយមេខ្ញុំបងប្អូនហើយយើងអត់សូវបានដើរជាមួយគ្នាទេហើយមេខ្ញុំគាត់ធ្វើវីដេអូដាក់បកាយដាក់ស្ទួយអញ្ចឹងបងសំណាញ់អញ្ចឹងបងខ្ញុំអីកម្រជួបគ្នាបងប្អូនជាមួយមេខ្ញុំអីជួបគ្នាតែពេលធ្វើការទេតែអត់ធ្វើការសូវបានជួបទេបងប្អូនពេលខ្លះតែគាត់ទៅស្រុកទៅអីចឹងដែរខ្ញុំក៏ទៅស្រុកដែរបងប្អូនអញ្ចឹងហើយចេញមក4មកគឺគាត់ទៅនេដែរអញ្ចឹងបងប្អូនអញ្ចឹងហើយគាត់មកបងសំណាញ់បងអីបងប្អូនមកតាមបងដែលគាត់បងសំណាញ់ទៅខ្ញុំមកដែរទៅជួបទៅហើយជាមួយពូម៉ាក់ខ្ញុំឯហ្នឹងបងប្អូនបានមកជុំគ្នានៅហ្នឹងម្ដងបងប្អូនហើយយូរជួបគ្នាម្ដងអត់សូវមានពេលជួបទេហើយពូម៉ាក់ខ្ញុំគឺជាតិមែនតែនបងប្អូនហើយ